ថ្ងៃនេះអ្នកគ្រូមានវីដេអូមកចែករំលែកជូនទៅកាន់បងស្ត្រីចាដែលគាត់តែងតែសួរពាក់ព័ន្ធជាមួយនឹងបញ្ហារដូវមកអត់ទៀងទាត់ហើយបកទៅជាមានជាប្រភេទគិឈាមតូចនៅនឹងកពេញអូវែឬក៏នៅទួស្បូនចាថ្ងៃនេះអ្នកគ្រូមានជាវីដេអូរូបភាពមកបង្ហាញជូនដើម្បីឲ្យបងងាយស្រួលក្នុងការមើលចានេះគឺជារូបរាងស្បូនរបស់យើងផ្នែកខាងក្នុងបងចាតកតងជាមួយនឹងស្បូនរបស់យើងហ្នឹងគឺយើងមានតួស្បូនបែបនេះហើយមានដៃស្បូនសងខាងហើយខាងក្រោមនេះចាគឺជារុនទ្វាមាសរបស់យើងនៅខាងក្រោមណាចាហើយឥឡូវយើងមកមើលតកតងជាមួយនឹងដុំក្រហមចាតិចទៀតអ្នកគ្រូស៊ូមហើយអ្នកគ្រូគូសឲ្យមើលចាអានេះជាប្រភេទដុំឈាមចាដែលបកឡើងដោយការមករដូវអត់ទៀងទាត់ដែលមកដុំមកឈាមឈូកកម្ៅមកអស់ឬក៏ពី3ខែទៅមកម្ដងវាធ្វើឲ្យកើតមានជាប្រភេទដុំឈាមដែលយើងហៅថាគិឈាមណាចាវាមានការតោងជាប់នៅនឹងស្បូនរបស់យើងចាហើយប្រភេទដុំនេះបើសិនជាក្នុងករណីយើងមិនបានព្យាបាលវាទេយើងទុកយូរទៅដុំហ្នឹងវាអាចនឹងទៅជាបែកចាឬមួយក៏អាចនឹងមានការរលាកនៅនឹងស្បូនរបស់យើងចាឬមួយក៏វាអាចបកទៅជាគ្រោះថ្នាក់ដល់យើងបានឧទាហរណ៍ដូចជាដុំឈាមហ្នឹងចាវាកើតនៅកន្លែងកពេញអូវែរបស់យើងកន្លែងដែលនៅគូគុំវងមិញហ្នឹងចាបើសិនជាកើតនៅកពេញអូវែរបស់យើងវាអាចនឹងធ្វើឲ្យយើងពិបាកក្នុងការមានកូនចាពិបាកក្នុងការបកកណើតហើយអីដែលសំខាន់បើសិនជាក្នុងករណីដុំគិះនេះដុំឈាមហ្នឹងវាចាប់ផ្ដើមបែកឬមួយក៏វាទុកយូរទៅមានការវិវត្តធំទៅឬមួយក៏វាមានការបកមេរោគអីផ្សេងស្ត្រីគាត់អាចនឹងប្រឈមជាមួយនឹងការកាត់ស្បូនចោលតែម្ដងអញ្ចឹងសម្រាប់បងស្ត្រីដែលគាត់តែងតែមានបញ្ហាមករដូវអត់ទៀងទាត់ពី3ខែមកម្ដងហើយមកដុំឈាមឈូកកម្ៅហើយពេលពិនិត្យមើលទៅមានបញ្ហាគិះឬក៏ដុំបែបនេះគួរតែប្រញាប់ក្នុងការព្យាបាលអរគុណ